สุดเลยบางคนออกนี่ไงนี่จิมโตดาเลยก็ได้và ในយើងចិត្តទៅជាលេខ3នៅម្ដុំបរិយាប្រសិទ្ធភាព2បាទថ្ងៃហ្នឹងមកជិះតាមភ្លឺស្រែមានបន្លាយមានបន្លាយទឹកបាទនៅបាច់ខាងស្ដាំដៃខ្ញុំនេះយើងទៅគេអត់ធ្វើស្រែមិនដឹងគេគិតមិនបានយើងអត់ធ្វើអញ្ចឹងណាតែបើថានៅខាងឆ្វេងដៃនៅវិញមានគេធ្វើស្រែដោយសារមានប្រភពទឹកតាមបន្លាយទឹកហ្នឹងឯងគឺអ្នកខ្លះគាត់ធ្វើស្រែហ្នឹងអត់កំផលទេតែអ្នកខ្លះក៏បានផលហើយបានចូលរបដាហើយក៏កំពុងតែឈូសឆាយដីទឹកចង់ដីតាមឡើងវិញអញ្ចឹងណាបាទសម្រាប់ខ្ញុំពេលនិយាយឡើងហ្នឹងអញ្ចឹងគឺចូលចិត្តហើយមើលថ្ងៃលិចមើលទេសភាពមើលសត្វហើអីជាដើមពួកឲ្យអារម្មណ៍វាស្រស់ស្រាយបានអញ្ចឹងសូមអញ្ជើញតាមដានវីដេអូដែលខ្ញុំបានជូនដោយសារទីកន្លែងហ្នឹងខ្ញុំវានៅចិត្តតាក់ដែរអញ្ចឹងអត់បានទៅឆ្ងាយថតវីដេអូប្លែកក្រៅពីហ្នឹងអញ្ចឹងទៅខ្ញុំគិតថាវាទេសភាពសម្រាប់ខ្ញុំវាល្អប៉ុន្តែក៏មានទេសភាពផ្សេងនៅកន្លែងផ្សេងល្អចឹងទៀតគាត់ថាខ្ញុំអត់បានមានពេលបើថាខ្ញុំមានពេលវេលាអីគ្រប់គ្រាន់អីគឺត្រូវដិតចូលវីដេអូរូបភាពផ្សេងតាមបណ្ដាខេត្តស្រុកផ្សេងនៅក្នុងប្រទេសកម្ពុជាយើងឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាជាមួយនឹងខ្ញុំបានដោយសារកាមេរ៉ាបែរទៅខាងលិចអញ្ចឹងទៅវាមានចំណាំខ្លាំងបើសិនច្បាស់សុខជាស្រ័យបានប្រភពទឹកនឹងឯងបានវាមានប្រយោជន៍សម្រាប់គាត់ធ្វើកសិកម្មធ្វើស្រែដាំបន្លែចឹងខ្ញុំគិតថាបើប្រទេសខ្មែរយើងមានប្រភពទឹកចឹង